ឆ្នាំស្មៅឆ្នាំអីចឹងទៅអញ្ចឹងបរិយាកាសជុំវិញហ្នឹងគឺពុកពេញទៅដោយគីមីទាំងអស់អញ្ចឹងយើងបរិយាកាសបរិសុទ្ធបានថាបាទប៉ុណ្ណឹងឯងរដូវនេះគឺភ្លៀងធ្លាក់មកពីមេដំបូងកសិករចាប់ផ្ដើមជួស្រែមកស្ដាប់ចលេងកែបចលេងសត្វយំអីចឹងព្រោះកូនក្អាត់ខ្ញុំរស់កូនក្អាត់នៅស្រែបងប្អូនពេលរដូវនេះយើងមកលេងខ្យល់បរិសុទ្ធចាប់ស្រូវបានចាប់ពីវាចាប់ដើមលេងខ្លួនបានចាអាមអីហើយចាប់ដើមរីកមានទឹកមានអីលេងខ្យល់បរិសុទ្ធហើយណាបងប្អូនអញ្ចឹងនៅស្រុកស្រែលេងខ្យល់បរិសុទ្ធទៀតហើយផ្សារអីដល់វគ្គគេបាច់ជីបាញ់ថ្នាំសម្រាប់សត្វល្អិតផ្សេងថ្នាំស្មៅថ្នាំអីចឹងទៅអញ្ចឹងបរិយាកាសជុំវិញហ្នឹងគឺពុកពេញទៅដោយគីមីទាំងអស់អញ្ចឹងយើងបរិយាកាសបរិសុទ្ធបានថាបាទប៉ុណ្ណឹងឯងរដូវនេះគឺភ្លៀងធ្លាក់មកពីមេដំបូងកសិករចាប់ផ្ដើមជួស្រែមកស្ដាប់ចលេងកែបចលេងសត្វយំអីចឹងព្រោះខ្យល់បរិសុទ្ធមកខ្យល់ដែរដល់អ្នកការបាញ់ថ្នាំហើយលេងបរិសុទ្ធហើយបងប្អូនដល់អ្នកយើងអត់ស៊ាំទេគឺពិបាកដកដង្ហើមមែនទែនពិបាកដកដង្ហើមខ្លាំងយើងមកលេងទៅគឺធំក្លិនថ្នាំស្រូវជាតិគីមីទាំងអស់អញ្ចឹងគុំគិតថានៅស្រែបរិសុទ្ធគ្រប់ពេលអញ្ចឹងមុននឹងមកសួរអ្នកដែរគាត់ធ្វើស្រែធ្វើចង្ការនៅទីនេះផងចំឡើងមកពីជួហើយស្រូវហើយស្រែប្រហែលកន្លុកឡើងមកតនខាងនេះទេសភាពស្អាតខ្យល់បរិយាកាសល្អមកទៅវា green លក្ខណៈបៃតងសុទ្ធហ្មងហើយខ្យល់ប្រហើគាត់តែផ្លូវយើងពិបាកមកហើយមានភ្នំបងប្អូនលងភ្នំហ្នឹងស្រុកយើងលងភ្នំតិចដល់ទឹកដីទៅសិតតែរនាំងរបស់យើងលងភ្នំហ្នឹងដល់ថៃនៅខាងស្រុករុក្ខគិរីខាងបាត់ដំបងខែនេះបរិយាកាសល្អចូលដល់ខែបាញ់ថ្នាំស្រូវបរិយាកាសឡើងល្អធំថ្នាំពេញហ្នឹងអ្នកណាក៏បាញ់ដែរបាញ់ស្មៅហើយបាញ់ឡើងដើមថែមជីបាញ់ហាំសត្វល្អិតច្រើនតង់ដែរអ្នកស្រែហ្នឹងសិតទៅដកថ្នាំមកសម្រាប់ធ្វើម្ហូបទៅអីហូបបង្កយកអីមកដាំបាយដាំអីហូបហ្នឹងតើជួហើយគ្រូអីដកតាមវិញហើយស្រូវតាមមានទឹកមានអីគ្រប់គ្រាន់ហើយនឹងមិនដកជាបានទៅផ្ទះវិញជីវិតអ្នកស្រែ